ថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនពីការធ្វើជីបំពន់ផ្កាអានេះគេហៅថាជីបំពន់ផ្កាឬក៏ជីអុចម៉ូនផ្កាមានន័យថាយើងធ្វើជីនឹងដើម្បីជំនួយឲ្យដំណាំរបស់យើងនឹងចេញផ្កាហើយសម្រាប់ការធ្វើជីនេះបងប្អូនត្រូវមានពងមាន់5គ្រាប់ហើយនិងស្ករគេហៅថាស្ករ brown sugar ណាឬក៏បងប្អូនខ្លះអាចទិញនៅតាមផ្សារគេហៅថា raw sugar អញ្ចឹងពងមាន់5គ្រាប់ហើយនិងស្ករនឹងមកសភាបាយមកហើយនឹងទឹកដោះគោជូរបងប្អូនមានទឹកដោះគោជូរអានេះខ្ញុំទិញនៅ LD Woolworth ឬក៏ Coles ហ្នឹងក៏មានដែរទឹកដោះគោហ្នឹងសម្រាប់គេយកបើកម្លាំងណាហ្នឹងអាហ្នឹងទិញមកយើងប្រើតែមកសភាបាយទេអញ្ចឹងស្ករមកសភាបាយអាហ្នឹងមកសភាគេទឹកដោះគោជូរហ្នឹងមកសភាបាយហើយពងមាន់5គ្រាប់នេះយកមកកិនលបាយអាម៉ត់បងប្អូនអត់មានម៉ាស៊ីនវាយធ្វើមិនអាម៉ត់ណាបន្ទាប់ពីវាយអាម៉ត់ហើយបងប្អូនយកមកដាក់នឹងដបស្អាតមកឥឡូវនេះគឺខ្ញុំធ្វើការគេហៅថាជីបំពន់ស្លឹកជីបំពន់ស្លឹកនេះបងប្អូនធ្វើក៏បានមិនធ្វើក៏បានតែខ្ញុំភាគច្រើនខ្ញុំធ្វើទាំងពីរមុខដើម្បីឲ្យស្លឹកវាល្អផ្កាវាល្អអញ្ចឹងណាហើយសម្រាប់ជីបំពន់ស្លឹកនេះបងប្អូនយកទឹកដោះគោស្រស់យើងហ្នឹង250មកហើយស្ករមកសភាបាយហើយនឹងស្អីគេទឹកដោះគោជូរយើងមកសភាបាយហើយបងប្អូនយកដបដែលស្អាតមកណាហើយបងប្អូននេះក្លុកវាមួយថ្ងៃម្ដងហើយបើកកម៉បចេញហើយទុកវាសិនទៅតទៅពេលថ្ងៃទី2ឃើញប្រែប្រួលពណ៌ណាបងប្អូនសទៅសកាក់ទៅកាក់អញ្ចឹងតែលើកលែងតែពណ៌ស្អីគេជីបំពន់ផ្កាយើងនេះលឿងហ្នឹងជួនកាលវាអត់ប្រែពណ៌ឲ្យបងប្អូនដោយសារយើងកិនម៉ាស៊ីនម៉ត់ណាហើយអាហ្នឹងយើងរក្សាវាទុក3ថ្ងៃបងប្អូនចាទុក3ថ្ងៃទៅហើយដល់ពេលថ្ងៃទី3គឺបងប្អូនអាចប្រើបានហើយនិយាយចឹងជីហ្នឹងលឿនណាបងប្អូនប្រើបានលឿនណាហើយបងប្អូនប្រើបានទៅលើទាំងគ្រប់សឹងតែគ្រប់ដំណាំខ្ញុំប្រើទៅលើ strawberry ផ្កាកន្លាបហើយនឹងដំណាំផ្សេងដែលយកផ្កាយកផ្លែប៉ុន្តែលើកលែងផ្កាមួយយ៉ាងបងប្អូនគឺរបៀបប្រភេទ succulent ហើយនិង orchidea អញ្ចឹងបងប្អូនកុំប្រើអសោះជាមួយនឹង orchidea ពួកអីកាលណាប្រើខុសជីគឺធ្វើឲ្យ orchidea បងប្អូនងាប់វិញសម្រាប់ការប្រើបើសិនជាបងប្អូនចង់បាញ់បងប្អូនដាក់ទឹក1លីត្រទៅហើយអានឹងមកសភាកាហ្វេហ្នឹងហើយមួយមុខមកសភាកាហ្វេហើយបើបងប្អូនមានជីសង្គ្រោះពន្លឺបងប្អូនដាក់ផងទៅតែបើអត់មានទេតែជីពីរមុខហ្នឹងក៏បានដែរតែបើមានកាល់ស្យូមបងប្អូនដាក់កាល់ស្យូមផងកាល់ស្យូមមកសភាកាហ្វេដូចគ្នាទាំងអស់យើងដាក់ជីយើងមកសភាកាហ្វេទាំងអស់ហើយទឹក1លីត្រហ្នឹងហើយបើសិនជាបងប្អូនចង់ស្រោចបងប្អូនដាក់ទឹក5លីត្រឬក៏មកធុងហ្នឹងទៅមកធុងហ្នឹង9លីត្រអញ្ចឹងយើងដាក់មកសភាបាយណាបងប្អូនហ្នឹងហើយមកមុខមកសភាបាយបើសិនជាបងប្អូនដាក់ជីកាល់ស្យូមបងប្អូនដាក់តែពីសភាកាហ្វេបានហើយព្រោះអីជីកាល់ស្យូមវាមានជាតិខ្លាំងណាហ្នឹងហើយភាគច្រើនខ្ញុំតែងតែលាយជាមួយនឹងជីសង្គ្រោះពន្លឺតែដូចខ្ញុំជម្រាបជូនបងប្អូនចឹងបើសិនជាបងប្អូនអត់មានជីសង្គ្រោះពន្លឺហ្នឹងទេអត់បាច់ដាក់ទេពេលដែលបងប្អូនលាយល្បាយអីហើយបើសិនជាបងប្អូនចង់បាញ់ជីហ្នឹងគឺបងប្អូនលាយហើយគឺបាញ់ពេលល្ងាចណាល្អហើយបើសិនជាបងប្អូនចង់ធ្វើការស្រោចពេលណាក៏បងប្អូនស្រោចបានដែរប៉ុន្តែខ្ញុំជ្រើសរើសយកពេលព្រលឹមអញ្ចឹងណានិយាយទៅបងប្អូនជីប្រភេទមួយនេះបងប្អូនដាក់សឹងតែគ្រប់មុខហើយបើខ្ញុំដាក់តាំងពីអីគេសកានេះម្ទេសហើយនឹង strawberry ខ្ញុំឬក៏ដំណាំមួយចំនួនផ្សេងទៀតអញ្ចឹងណាគឺថាល្អមែនតែនហើយខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណបងប្អូនច្រើនដែលបានតាមដានទស្សនាវីដេអូមួយនេះចាអរគុណច្រើនជម្រាបលាយើងជួបគ្នាវីដេអូក្រោយៗ